សួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំខូយ៉ាកាមីអញ្ចឹងនៅថ្ងៃនេះយើងមកបន្តសាច់រឿង How to Become Ordinary នៅក្នុង Season ទី2ក្នុង Episode ទី2ឬក៏វគ្គទី12ដែលមានឈ្មោះថា A Warm Winter Part 2តោះចេញចាប់ផ្ដើមទាំងអស់គ្នាមួយស្របក់ក្រោយដែល Kobato ទៅដល់កន្លែងកើតហេតុបន្តិចក្រោយក៏ call ទូរស័ព្ទទៅ Kenko និងសុំទោសដែលផ្ដល់ព័ត៌មាននេះយឺតដំបូង Kobato សួរពីរឿងទស្សនាវដ្តីដែលបំរុងនឹងធ្វើតែអត់បានធ្វើ Kenko ដឹងថា Kobato និយាយពាក់ព័ន្ធនឹងរឿងរបស់អូសាណៃអ្វីដែលនាងខ្សឹបប្រាប់គាត់នោះគឺរឿងដែលកើតឡើងនៅពេលសម្រាលរដូវក្តៅនិងរឿងចាប់ជំរិតដែរប៉ុន្តែមានអ្នកចង់សរសេរព័ត៌មានខាងក្រៅហើយស្របពេលដែលអូសាណៃទៅរកគាត់នឹងចង់ឲ្យសរសេរព័ត៌មានក្រៅមកជំនួសវិញដែរអញ្ចឹងទៅធ្វើឲ្យទស្សនាវដ្តីដែលក្រុមសរសេរពីរឿងសម្រាប់នីតិកាលរដូវរបស់អូសាណៃក៏ត្រូវបានទុកមួយឡែកសិនការចង់សរសេរអត្ថបទក្រៅនេះជាយោបល់របស់អ៊ឺរីណូបន្ទាប់មកសិស្សវិទ្យាល័យឆ្នាំទី1 Itsukachi ក៏បានបង្កើតគំនិតនេះទៀតនៅក្នុងការប្រជុំតាំងពីខែធ្នូ Itsukachi ផ្ដល់យោបល់ឲ្យសរសេរព័ត៌មានក្រៅសាលាត្រូវតែមានហេតុផលច្បាស់លាស់ Itsukachi ប្រហែលជាមានអីពាក់ព័ន្ធជាមួយអូសាណៃទេប៉ុន្តែនរណាគេម្នាក់ដែលចង់បង្កើតទស្សនាវដ្តីក៏ជាទំនួលខុសត្រូវមួយរបស់ Kenko ដែរ Kobato ចង់ដឹងថាតើអ្នកណាជាអ្នកសរសេរអត្ថបទជួឈើនៅក្នុងខែ2នេះទើប Kenko និយាយក៏ដឹងថាគឺ Irino ដែលចង់សរសេរពីព្រឹត្តិការណ៍ភ្លើងឆេះនៅតំបន់ Suno ឬក៏ Kobiki បន្ទាប់មក Kobato ចង់ឲ្យ Kenko ផ្ញើរូបភាពស្លាកលេខឡានដែលបានចាប់អូសាណៃកាលពីមុនឲ្យកាន់តែច្បាស់នៅកន្លែងកើតហេតុមានប៉ូលីស Kobato បានមើលស្លាកលេខឡានគឺ38-037ពិតជាឡាននេះមែនបន្ទាប់មកព័ត៌មានក៏ត្រូវបានសរសេរនៅថ្ងៃទី15ខែ2ឆ្នាំ2025ដោយ Urino សរសេរពីតំបន់ទាំងឡាយដែលបានកើតឡើងអគ្គិភ័យតែក្នុងកាសែតបានបន្ថែមតំបន់មួយទៀតដែលវាមិនទាន់កើតឡើងច្បាស់លាស់ទេនៅល្ងាចមួយ Urino ជួបជាមួយនឹងអូសាណៃនៅកន្លែងបង្អែមមួយអូសាណៃមិនសូវចាប់អារម្មណ៍នឹងអត្ថបទនេះទេជាមួយនឹងករណីតំបន់មួយដែលមិនទាន់បានកើតឡើងព្រឹកស្អែកនិយាយជាមួយនឹងហ៊ីយ៉ាអំពីទស្សនវិស័យដែលខ្លួនសរសេរនិងការប្រតិកម្មរបស់អូសាណៃហើយតាំងពីស្គាល់គ្នាអស់ជិតកន្លះឆ្នាំមកសូម្បីតែអូសាណៃស្នាក់នៅកន្លែងណាក៏គាត់អត់ដឹងដែរដូចជាមានអ្វីមួយរារាំងមិនឲ្យទំនាក់ទំនងលើសពីនេះអញ្ចឹងប៉ុន្តែពេលរៀនអាចបានជួបគ្នានេះក៏ជារឿងល្អមួយដែរដែលអ៊ឺរីណូមិនបានជ្រៀតជ្រែកក្នុងជីវិតរបស់អូសាណៃហ៊ីយ៉ាចង់ជួយអ៊ឺរីណូបើចង់ជួបនាងបន្ទាប់ពីចេញពីសាលាចឹងប្រាប់ឲ្យបានច្បាស់ទៅហើយគាត់ក៏ចំណែននឹងអ៊ឺរីណូដែរព្រោះបន្ទាប់ពីចេញពីសាលាគាត់ត្រូវទៅបណ្ណាល័យនិងទៅ Gram School ក្រោយមកអ៊ឺរីណូក៏ផ្ញើសារទៅអូសាណៃចង់ជួបនាងនៅពេលថ្ងៃនេះក៏នឹងមានអ្វីបង្ហាញអូសាណៃឆ្លើយយល់ព្រមអ៊ឺរីណូនិងអូសាណៃជួបគ្នានៅក្នុងហាងបង្អែមមួយអ៊ឺរីណូបានបង្ហាញការសរសេរទស្សនាវដ្តីរបស់គាត់សម្រាប់ប្រចាំខែ3មួយទៀតក្នុងនោះគាត់ក៏បានទស្សទាយនៅតំបន់ដែលត្រូវភ្លើងឆេះដែរតែអូសាណៃដូចជាមិនបានចាប់អារម្មណ៍ទេនាងនិយាយតែពីរឿងបង្អែមនៅទីនេះតែដោយសារតែអ៊ឺរីណូបានដាស់តឿនខ្លាំងនាងក៏សូមទោសអ៊ឺរីណូនិងសរសើរនៅការសរសេរដ៏លំបាកមួយនេះនិងបាននិយាយថាអ៊ឺរីណូបានធ្វើកិច្ចការដ៏អស្ចារ្យមួយធ្វើឲ្យអ៊ឺរីណូក៏បានធូរស្រាលធូរចិត្តជាងមុនព្រោះអូសាណៃបានគាំទ្រគាត់នៅព្រឹកស្អែកសាតូមូរ៉ានិងមិត្តភ័ក្តិពីរនាក់ទៀតមកសួរអ៊ឺរីណូពីអត្ថបទដែលគាត់បានសរសេរជាមួយនឹងការពីអាទិត្យមុនមានអ្នកបង្កអគ្គិភ័យនៅក្បែរផ្ទះរបស់នាងតែនាងចាំមិនច្បាស់ថាជាថ្ងៃសុក្រឬថ្ងៃសៅរ៍ទេតែអ៊ឺរីណូបានទស្សទាយនឹងការសរសេរនៅក្នុងអត្ថបទនោះគឺថ្ងៃសៅរ៍ព្រោះតែការទស្សទាយត្រូវពីខែមុនទើបគាត់ទស្សទាយម្ដងទៀតតែខែមុនសាតូមូរ៉ាថាអាចជាសំណាងទេកាលពីខែមុនមានឡានមួយឆេះនៅតំបន់ស៊ឺណូបន្ទាប់មកក៏មានករណីភ្លើងឆេះដែរនៅខូសាស៊ីជុំវិញអ៊ឺរីណូមានសិស្សជាច្រើនអ្នកសួរថាតើអ៊ឺរីណូទស្សទាយដឹងដោយរបៀបណាអ៊ឺរីណូរៀងពិបាកឆ្លើយប៉ុន្តែវាជាមោទនភាពមួយសម្រាប់ទស្សនវដ្តីក្នុងសាលាហ្វឺណាដូនៅមាត់ទ្វារ Kenko រងចាំអ៊ឺរីណូបន្ទាប់មកដើរទៅជួបនឹងនាយកសាលានៅតាមផ្លូវជួបមុនឈីប៉ុន្តែទឹកមុខមុនឈីដល់ហើយនាយកសាលាហៅទៅជួបបានស្ដីឲ្យអ៊ឺរីណូរឿងនេះគ្មានពាក់ព័ន្ធនឹងអ៊ឺរីណូទេ Kenko ក៏ចេញមកជួយនិយាយនាយកសាលាបាននិយាយថាទស្សនវដ្តីចេញពីសាលាហ្វឺណាដូជារឿងដែលត្រឹមត្រូវពិតប្រាកដអ៊ឺរីណូជាសិស្សវិទ្យាល័យបើសិនជាមានបញ្ហាអ្វីមួយមិនត្រឹមត្រូវតើអាចទទួលខុសត្រូវបានទេបើវាពិតជាកើតឡើងតើអ៊ឺរីណូជាអ្នកបង្កអគ្គិភ័យមែនទេ Kenko ក៏ជួយចេញមកដោះស្រាយដោយមានហេតុផលខ្លះដែរនិងគាត់ប្រាប់ទៅលោកគ្រូថាលើកក្រោយត្រូវតែមានព័ត៌មានច្បាស់ទើបសរសេរ
និងសូមទោសដែលធ្វើឲ្យលោកគ្រូបារម្ភបន្ទាប់ពីចេញមកវិញខេងកូក៏សួរពីហេតុផលហេតុអ្វីបានជាអ៊ឺរីណូអាចទស្សន៍ទាយដឹងទីតាំងករណីដុតបន្ទាប់ឬមួយក៏ចង់សរសេរបំពេញនៅក្នុងกระดาษប៉ុណ្ណោះបើគ្រាន់តែអញ្ចឹងគាត់នឹងរៀបចំឲ្យដោយសារតែអត្ថបទរបស់អ៊ឺរីណូមិនទាន់បានចេញផ្សាយទេហើយមុននេះខេងកូបានប្រាប់ទៅលោកគ្រូថាក៏មិនគួរសរសេរព័ត៌មាននេះដែរហេតុអ្វីបានជាខេងកូចង់សរសេរព័ត៌មាននេះទៅវិញខេងកូបានបញ្ជាក់ថាអាចសរសេរបានលុះត្រាតែព័ត៌មានទាំងនេះពិតនឹងច្បាស់លាស់អាចបញ្ជាក់ថាអត្ថបទទាំងនេះគឺពិតប្រាកដនិងបញ្ចប់រឿងទាំងនេះទង្វើរបស់លោកគ្រូមិនខេងកូក៏មិនសូវពេញចិត្តដែរបន្ទាប់មកអ៊ឺរីណូក៏ពិភាក្សាជាមួយនឹងហ៊ីយ៉ារឿងដែលលោកគ្រូហៅទៅជួបនោះគាត់មិនបានបកស្រាយភ្លាមហើយក៏មានការអន្តរាគមន៍ជួយពីខេងកូនិងគាំទ្រឲ្យបញ្ចប់នៅអត្ថបទទាំងអស់នេះណាមួយត្រូវតែបន្តព្រោះវាជាប្រធានបទមួយដែលត្រូវតែបន្តរឿងទាំងអស់នេះអាចលាតត្រដាងយឺតចំណាយពេលអាច3ទៅ4ខែតែរឿងអាចកាន់តែធ្ងន់ធ្ងរយ៉ាងណាមិញក្នុងករណីមានសិស្សមកសុំទស្សនាវដ្តីគាត់អានក៏អាចជាឱកាសមួយដើម្បីឲ្យគាត់បកស្រាយឲ្យបានឆាប់និងមិនចង់មានបញ្ហាច្រើនប្រធានក្លឹបកាសែតខេងកូក៏ជួយនិយាយខ្លាំងជាមួយនឹងលោកគ្រូដែរប៉ុន្តែលោកគ្រូចម្លែកទោះជាអ៊ឺរីណូអាចទូទាយដឹងពីទីតាំងបន្ទាប់តែប្រហែលជាគាត់មិនអាចសរសេរបានទេតែយ៉ាងណាក៏ដោយបើពិតជាកើតឡើងមែនក៏គ្មាននរណាគេដែលអាចប្រកែកបានដែរដោយការពីមុនការប៉ាន់ស្មានរបស់អ៊ឺរីណូឥឡូវនេះវាកើតឡើងជាច្រើនអ៊ឺរីណូបានសរសេរទុកនៅក្នុងសៀវភៅដែរកាលពីខែវិច្ឆិកានៅនីស៊ីម៉ូរីការដុតធុងសម្រាមនៅក្នុងសួនកុមារខែធ្នូនៅខូសាស៊ីខែមករានៅអាខានេបេខែកុម្ភៈនឹងការប៉ាន់ស្មាននៅខែមីនានឹងទៀតជួនដែលបង្កអគ្គីភ័យនេះអាចនឹងបង្កអគ្គីភ័យកាន់តែខ្លាំងឡើងហើយស្របពេលនេះអ៊ឺរីណូក៏អាចជាអ្នកជួយដោះស្រាយបញ្ហានិងសាងកេរ្តិ៍ឈ្មោះមួយដែរតែវាពិតជាលំបាកណាស់សម្រាប់អ៊ឺរីណូហ៊ីយ៉ាក៏បានផ្ដល់យោបល់មួយអ៊ឺរីណូត្រូវរៀបចំរបាយការណ៍2មួយគឺលាតត្រដាងការពិតដូចអ្វីដែលខេងកូបាននិយាយនិងមួយទៀតរៀបរាប់នៅព្រឹត្តិការណ៍ដែលបានកើតឡើងរហូតមកដល់ពេលនេះនិងការទស្សន៍ទាយទីតាំងដែលកើតឡើងបន្ទាប់និងធ្វើកិច្ចការឲ្យហ្មត់ចត់បើសិនជាគិតថាយោបល់ទាំងនេះគឺលំបាកចឹងគ្រាន់តែគិតថាជាការទស្សន៍ទាយទៅពេលល្ងាចមួយអ៊ឺរីណូជួបជាមួយនឹងអូសាណៃនៅក្នុងហាងបង្អែមមួយទើបដឹងថាអូសាណៃជាមនុស្សស្រីដែលចូលចិត្តញ៉ាំបង្អែមនាងសួរអ៊ឺរីណូថាចូលចិត្តញ៉ាំបង្អែមអត់តែគាត់មិនបានឆ្លើយថាចូលចិត្តឬអត់ទេហើយក៏ពិភាក្សារឿងបង្អែមមួយចំនួនទៅអូសាណៃមិនត្រឹមតែចូលចិត្តញ៉ាំបង្អែមទេថែមទាំងអាចចេះធ្វើបង្អែមបានទៀតអូសាណៃក៏រៀបរាប់ប្រាប់អ៊ឺរីណូតែទឹកមុខរបស់អ៊ឺរីណូដូចជាមិនសប្បាយចិត្តនឹងរឿងអ្វីមួយតែដោយសារតែអូសាណៃមានធរៈនាងក៏សូមចេញទៅមុនពេលអូសាណៃចាក់ចេញនាងបាននិយាយថាដល់ពេលហើយដើម្បីឈប់ធ្វើខុសរឿងក៏កាន់តែខូបាតូនិងណាកាម៉ារូដើរលេងជាមួយគ្នាទាំងពីរនាក់ដើររកកន្លែងសម្រាកខូបាតូផ្ដល់យោបល់កន្លែងជាច្រើនមានសាគូរ៉ាមានបេរីតែនិយាយពីហាងទាំងអស់នេះណាកាម៉ារូយល់ថាខូបាតូដឹងព្រោះតែអតីតសង្សាររបស់គាត់សម្ដៅលើអូសាណៃនោះឯងណាកាម៉ារូដូចជាប្រចាំអញ្ចឹងខូបាតូក៏បបួលណាកាម៉ារូទៅកន្លែងរបស់គាត់ក៏ជាហាងបង្អែមជប៉ុនមួយដែរហើយកាលពីមុនអូសាណៃក៏ធ្លាប់ញ៉ាំវាបានម្ដងលឿនចឹងណាកាម៉ារូប្រែទឹកមុខនឹងចង់ទៅភ្លាមហើយចង់ញ៉ាំពេលមកដល់កន្លែងខូបាតូក៏បានញ៉ាំបង្អែមមួយហើយក៏ចូលចិត្តវាដែរដោយសារវាអត់សូវផ្អែមនាងគិតថាខូបាតូចូលចិត្តញ៉ាំបង្អែមខូបាតូក៏ឆ្លើយអញ្ចឹងមែនណាកាម៉ារូក៏សួរខូបាតូហេតុអ្វីបានជាខូបាតូស្គាល់នាងខូបាតូដឹងថានាងគឺជាមិត្តរួមថ្នាក់របស់គាត់ហើយឥឡូវនេះខូបាតូស្គាល់ណាកាម៉ារូកាន់តែច្រើនលឿនអញ្ចឹងណាកាម៉ារូវាយខូបាតូមួយព្រោះសម្ដីទាំងអស់នេះដូចជាមិនទទួលនាងអញ្ចឹងតែឆ្ងល់ដែរហេតុអ្វីបានជាខូបាតូណាត់ជួបជាមួយនាងខូបាតូក៏ឆ្លើយពេលដែលនៅជិតគ្នាគាត់បានឃើញថាណាកាម៉ារូជាមនុស្សស្រីដ៏ល្អម្នាក់ខូបាតូក៏សួរវិញហេតុអ្វីបានជាចង់ឲ្យគាត់ណាត់ជួបជាមួយនាងណាកាម៉ារូបានឆ្លើយជាច្រើនដោយសារតែខូបាតូរៀងចម្លែកមានមនុស្សប្រុសជាច្រើនតែតែមើលទៅដូចជាអត់ខ្វល់ពីអីទាំងអស់អញ្ចឹងងាយស្រួលក្នុងការនិយាយថារំខានតែសម្រាប់ខូបាតូអត់ដែលនិយាយថារំខានទេហើយស្របពេលដែលខូបាតូបែកពីអូសាណៃអញ្ចឹងនាងជ្រាបឱកាសនេះនិយាយពីអារម្មណ៍របស់នាងទៅខូបាតូក៏អត់មានអីនិយាយដែរតែនិយាយជាមួយនឹងណាកាម៉ារូថាមួយរយៈនេះសម្បូរភ្លើងឆេះច្រើនរឿងក៏កាត់ទៅអូសាណៃអង្គុយលើកៅអីវែងមួយនៅតាមផ្លូវបញ្ចប់ទូរស័ព្ទជាមួយមុនឈីហើយក៏ចាប់អារម្មណ៍ថានៅលើកៅអីនេះក៏ធ្លាប់មានភ្លើងឆេះកាលពីមុនដែរបន្សល់ទុកនៅស្នាមបន្តិចអញ្ចឹងវគ្គទី12នេះបានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូមួយនេះជួបគ្នាវីដេអូក្រោយបាយបាយ